ទីរស់តាក់ញឹកញាប់តាអាចជាបញ្ហាសុខភាពដែរឬទេចាប៉ាម៉ាក់មួយចំនួនពេលខ្លះក៏សម្គាល់ឃើញថាកូនមានអាការៈតាអើកហើយក៏កើតជាចម្ងល់នៅក្នុងចិត្តថាតើការតាអើកហ្នឹងមានផលប៉ះពាល់អ្វីទៅលើសុខភាពរបស់ពួកគាត់ដែរឬទេចាការពិតទៅវាត្រឹមតែជារឿងធម្មតាតែប៉ុណ្ណោះជាទូទៅអាការៈតាអើកអាចកើតមានឡើងបន្ទាប់ពីទារកបៅរួចពេលគាត់កំពុងតែលេងពួកគាត់រំភើបឬមួយក៏សប្បាយជាដើមហើយជាទូទៅការតាអើកនេះមិនបង្កជាគ្រោះថ្នាក់អ្វីនោះទេការតាអើកគឺជាការកន្ត្រាក់នៃសន្ទះទ្រូងចឹងបានន័យថានៅក្នុងខ្លួនយើងនឹងវាមានសន្ទះមួយដែលខណ្ឌចែកផ្នែកទ្រូងនិងផ្នែកពោះអញ្ចឹងតាអើកនឹងវាគឺជាការកន្ត្រាក់នៃសន្ទះនឹងដែលវាអាចកើតមានឡើងបន្ទាប់ពីក្មេងបៅរួចអញ្ចឹងប្រសិនបើការតាអើកនឹងវាមានរយៈពេលយូរលើសពី3ម៉ោងនោះទើបជាការព្រួយបារម្ភដែលលោកប៉ាអ្នកម៉ាក់គួរតែស្វែងរកជំនួយពីគ្រូពេទ្យពីព្រោះថាពេលខ្លះវាអាចបណ្ដាលមកពីបញ្ហាដែលច្រាលអាស៊ីតក្នុងក្រពះដូច្នេះនៅពេលដែលកូនមានអាការៈតាអើកអ្នកម៉ាក់ទាំងអស់អាចសាកល្បងនៅវិធីសាស្ត្រនេះដោយអង្អែលខ្នងពួកគាត់ថ្នមឲ្យគាត់ភើបន្ទាប់ពីបៅរួចឬមួយក៏លួងលោមពួកគាត់ឲ្យបានស្ងប់នោះក៏ជាវិធីសាស្ត្រមួយនៅក្នុងការកាត់បន្ថយអាការៈតាអើកផងដែរក៏ប៉ុន្តែនៅក្នុងករណីមួយចំនួនណាដែលលោកប៉ាអ្នកម៉ាក់នៅតែមានក្តីបារម្ភសូមកុំស្ទាក់ស្ទើរឲ្យសោះលោកអ្នកអាចទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញបាន